ការចាប់អារម្មណ៍ MV វៀតណាមល្បីល្បាញរំលេចវប្បធម៌ខ្មែរក្រោមយ៉ាងស្រស់ត្រកាលធ្វើឲ្យផ្ទះលេខ2យល់ច្រឡំតែត្រូវក្រុមការងារបកស្រាយចំកណ្ដាលមកថាប្រិមិត្តទស្សនិកជនតើអ្នកទាំងអស់គ្នាបានទស្សនា MV បទចម្រៀងថ្មីរបស់តារាចម្រៀងស្រីវៀតណាមដ៏ល្បីឈ្មោះនាងភួងម៉ៃឈីហើយឬនៅត្រឹមរយៈពេល24ម៉ោងប៉ុណ្ណោះ MV មួយនេះបានស្ទុះឡើងទៅកាន់ចំណាត់ថ្នាក់ trending លេខ1នៅលើ YouTube ប្រទេសវៀតណាមជាមួយនឹងចំនួនអ្នកទស្សនារាប់លានដងប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនខ្មែរយើងរួមទាំងអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលនិងជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនោះគឺរចនាបថនៃ MV ទាំងមូលត្រូវបានរំលេចឡើងដោយអរិយធម៌វប្បធម៌និងប្រពៃណីខ្មែរយ៉ាងផ្ចិតផ្ចង់និងត្រកាលបំផុតអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺនៅពេលដែលអ្នកលេងបណ្ដាញសង្គមបរទេសមួយចំនួនបានចូលទៅច្រឡំនិងអះអាងថាជាវប្បធម៌របស់ខ្លួនស្រាប់តែក្រុមការងារផលិតតកវៀតណាមបានចេញមកបញ្ជាក់យ៉ាងច្បាស់និងចាត់ទុកមរតកខ្មែរក្រោមគឺជាបេះដូងនៃស្នាដៃមួយនេះតើមានរឿងរ៉ាវលំអិតយ៉ាងណានោះសូមអញ្ជើញប្រិមិត្តមកតាមដានស្ដាប់ការសម្រាយសាច់រឿងនិងការវិភាគស៊ីជម្រៅជាមួយនាងខ្ញុំដូចតទៅប្រិមិត្តទស្សនិកជនជាទីមេត្រីជាការពិតណាស់មហាជនដែលនិយមតាមដានវិស័យសិល្បៈវប្បធម៌និងឧស្សាហកម្មកំសាន្តច្បាស់ជាបានជ្រាបហើយថាអរិយធម៌និងវប្បធម៌សម្បូរបែបរបស់កម្ពុជាយើងតែងតែត្រូវបានបណ្ដាជាតិសាសន៍ជាច្រើនយកទៅបង្ហាញនិងចែករំលែកលើឆាកអន្តរជាតិក្នុងនោះការយកវប្បធម៌ខ្មែរទៅប្រើប្រាស់តាមរយៈតន្ត្រីឬភាពយន្តបន្តគឺមានប្រទេសមួយចំនួនបានយកទៅដោយក្តីស្រឡាញ់ភាពស្មោះត្រង់និងចេតនាចង់ចូលរួមផ្សព្វផ្សាយពីអ្វីដែលជារបស់ខ្មែរពិតប្រាកដប៉ុន្តែក៏នៅមានភាគីមួយចំនួនតូចបានព្យាយាមយកទៅដោយលុបបំបាត់អត្តសញ្ញាណម្ចាស់ដើមហើយខ្លាចបន្លំធ្វើជារបស់ខ្លួនផងដែរយ៉ាងណាមិញនៅក្នុងព្រឹត្តិការណ៍ថ្មីនេះអ្នកលេងបណ្ដាញសង្គមកម្ពុជាដែលនិយមតាមដានឧស្សាហកម្មកំសាន្តតន្ត្រីក្រៅប្រទេសបានផ្ទុះការចែករំលែកយ៉ាងប្រងព្រាតទៅលើវីដេអូចម្រៀង MV មួយរបស់តារាចម្រៀងស្រីវៀតណាមល្បីឈ្មោះគឺនាងភួងម៉ៃឈីបទចម្រៀងនេះមានចំណងជើងប្រែជាភាសាខ្មែរថាឋានស៊ូជាមួយមនុស្សដែលអ្នកស្រឡាញ់ឬឋានស៊ូជាមួយមនុស្សជាទីស្រឡាញ់នៅក្នុង MV ទាំងមូលត្រូវបានផលិតឡើងយ៉ាងប្រណិតផ្ចិតផ្ចង់ដោយបានបង្ហាញយ៉ាងច្បាស់នៅរបាំបុរាណខ្មែរនិងរបាំប្រពៃណីខ្មែរជាពិសេសគឺរបាំសារវ័នដែលជាមរតកអរូបីដ៏មានប្រជាប្រិយភាពឧបករណ៍តន្ត្រីបុរាណខ្មែររួមទាំងការរៀបចំទិដ្ឋភាពពិធីមង្គលការបែបប្រពៃណីខ្មែរយ៉ាងរស់រវើកសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាតដោយមានការរំលេចនៅស្បែកខ្មែរយ៉ាងលេចធ្លោពីមួយប្លង់ទៅមួយប្លង់មិនត្រឹមតែបោះស្បារូបភាពនិងក្បាច់រាំប៉ុណ្ណោះទេសូម្បីតែផ្នែកតន្ត្រីតារាចម្រៀងស្រីភួងម៉ៃឈីរូបនេះក៏បានបញ្ចេញសំឡេងច្រៀងជាភាសាខ្មែរយ៉ាងច្បាស់មួយឃ្លាថាបងស្រឡាញ់អូនទេថែមទាំងបានសរសេរអក្សរខ្មែរជាបន្តបន្ទាប់នៅលើទំព័រ Facebook ផ្លូវការរបស់នាងទៀតផងបន្ទាប់ពី MV នេះបានចេញផ្សាយទាំងអ្នកលេងបណ្ដាញសង្គមកម្ពុជានិងមហាជនក្រៅប្រទេសបានចូលទៅទស្សនានិងពោលពាក្យសរសើរមិនដាច់ពីមាត់ពីគុណភាពនៃការផលិតការរៀបចំសម្លៀកបំពាក់និងការបង្ហាញពីអរិយធម៌វប្បធម៌ខ្មែរយ៉ាងមានសោភ័ណភាពប៉ុន្តែអ្វីដែលជាចំណុចគន្លឹះនិងគួរឲ្យកោតសរសើរបំផុតនោះគឺស្បែកខ្មែរនិងសម្លៀកបំពាក់ប្រពៃណីខ្មែរដែលត្រូវបានរំលេចក្នុង MV នោះពុំមែនកើតឡើងដោយចៃដន្យឬការចម្លងចិត្តនឹកឃើញនោះឡើយវាគឺជាស្នាដៃនៃការសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់របស់ក្រុមការងារជនជាតិវៀតណាមរួមផ្សំជាមួយកូនខ្មែរកម្ពុជាក្រោមមួយរូបផងដែរកូនខ្មែរកម្ពុជាក្រោមដែលចូលរួមបញ្ចេញស្នាដៃនិងចំណេះដឹងយ៉ាងជ្រាលជ្រៅក្នុងការ design និងរៀបចំឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជូនតារាចម្រៀងភួងម៉ៃឈីនិងទូអង្គសម្ដែងក្នុង MV នោះគឺមានឈ្មោះថាថាច់ធីដារីដែលជាម្ចាស់សម្អាងការល្បីឈ្មោះមួយរូបស្ថិតក្នុងខេត្តព្រះត្រពាំងលើសពីនេះភាពជោគជ័យ MV នេះក៏បានមកពីការសហការយ៉ាងជិតស្និទ្ធរវាងក្រុមផលិតជាមួយបញ្ញវន្តនិងអ្នកជំនាញវប្បធម៌ខ្មែរក្រោមក្នុងការផ្តល់ប្រឹក្សាដើម្បីធានាថាគ្រប់ក្បាច់របាំគ្រប់សម្លៀកបំពាក់និងគ្រប់ពិធីការគឺត្រឹមត្រូវតាមអត្តសញ្ញាណខ្មែរក្រោមយ៉ាងពិតប្រាកដប្រិមិត្តសាច់រឿងមិនទាន់បញ្ចប់ត្រឹមនេះទេនៅពេលដែលបទចម្រៀងមួយបទនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងស្រាប់តែមានអ្នកលេងបណ្ដាញសង្គមបរទេសមួយចំនួនមកពីប្រទេសជិតខាងដែលមហាជននិយមហៅថាចៅស៊ីមឬអ្នកលេងបណ្ដាញសង្គមថៃមួយចំនួនបានស្ដែងការភ័ន្តច្រឡំថាធាតុផ្សំវប្បធម៌របាំនិងសម្លៀកបំពាក់ទាំងនោះជារបស់ប្រទេសពួកគេទៅវិញពួកគេបានចូលទៅខមមិននិងសៀជាហូហែដោយថ្លែងអំណរគុណដល់តារាចម្រៀងវៀតណាមដែលបានជួយផ្សព្វផ្សាយវប្បធម៌ថៃទោះជាយ៉ាងណាឆ្លើយតបនឹងការភ័ន្តច្រឡំនិងការប៉ងទាញយកប្រយោជន៍វប្បធម៌នេះក្រុមការងារផលិតចម្រៀងវៀតណាមដែលមានឈ្មោះថា
DTAP បានចេញមុខមកវាយបកនឹងកាយសម្រួលភ្លាមក្រុម DTAP បានបង្ហោះសារផ្លូវការភ្ជាប់ជាមួយនឹងឯកសារយោងយ៉ាងច្បាស់ដើម្បីបញ្ជាក់ចំកណ្ដាលមុខថា MV មួយនេះត្រូវបានដកស្រង់និងបំផុសគំនិតចេញពីវប្បធម៌ខ្មែរក្រោមយ៉ាងពិតប្រាកដទំព័រ Facebook ផ្លូវការរបស់ក្រុម DTAP បានសរសេរបញ្ជាក់យ៉ាងដូចនេះថាតន្ត្រីបទនេះត្រូវបានបំផុសគំនិតពីវប្បធម៌របស់ប្រជាជនខ្មែរក្រោមដោយចាប់ផ្ដើមជាមួយនឹងរចនាសម្ព័ន្ធដ៏សាមញ្ញមួយ DTAP និងតារាចម្រៀងភូមិម៉ៃឈីបានធ្វើទំនុកច្រៀងមានភាពល្អឥតខ្ចោះនិងបានរកឃើញវិធីដើម្បីបញ្ចូលធាតុផ្សំហើយមានភាពស៊ីជម្រៅខ្លាំងជាមួយតន្ត្រីប្រពៃណីខ្មែរទៅក្នុងបទចម្រៀងធាតុផ្សំទាំងនេះបានជួយឲ្យបទនេះទទួលបានរសជាតិវប្បធម៌ពិសេសមួយខណៈរក្សាបាននូវភាពស្និទ្ធស្នាលនិងភាពសាមញ្ញដែល DTAP ចង់បង្ហាញតាមរយៈចម្រៀងមួយបទនេះ DTAP សង្ឃឹមថាអ្នកគ្រប់គ្នាអាចមានអារម្មណ៍ពីបរិយាកាសនិងស្មារតីនៃវប្បធម៌ខ្មែរក្រោមនិងរឿងរ៉ាវស្នេហាដ៏សាមញ្ញមួយមានភាពជិតស្និទ្ធតែមានសុភមង្គលសារថ្លែងការណ៍ដ៏ច្បាស់លាស់ពីក្រុមផលិតករ DTAP នេះបានក្លាយជាភស្តុតាងប្រវត្តិសាស្ត្រ Digital ដ៏មានទម្ងន់ដែលបំបាក់នូវការអះអាងមិនត្រឹមត្រូវរបស់ប្រទេសជិតខាងហើយបានធ្វើឲ្យមហាជនខ្មែរទាំងនៅកម្ពុជានិងនៅកម្ពុជាក្រោមសម្ដែងនៅភាពរំភើបនិងមោទនភាពយ៉ាងក្រៃលែងទន្ទឹមនឹងនេះសារព័ត៌មានជាតិនិងអន្តរជាតិដូចជាសារព័ត៌មាន CCTV ក៏ចូលរួមរាយការណ៍និងផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះដែលបង្ហាញពីមនោសញ្ចេតនាដ៏កក់ក្ដៅនិងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងបងប្អូនខ្មែរគ្រប់ទិសទីជាមួយសាច់ឈាមខ្មែរក្រោមប្រិយមិត្តទស្សនិកជនជាទីគោរពឯកលើហេតុការណ៍និងព័ត៌មានលម្អិតដែលនាងខ្ញុំបានជម្រាបជូនខាងលើនេះប្រសិនបើយើងពិនិត្យនិងវិភាគបានស៊ីជម្រៅនោះយើងនឹងមើលឃើញនៅចំណុចសំខាន់ចំនួន4ដែលមានទម្ងន់និងប្រកបដោយហេតុផលច្បាស់លាស់មួយអំណាចនៃ soft power និងភាពតេទៀងឥតគណនានៃវប្បធម៌ខ្មែរហេតុការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថាអរិយធម៌និងវប្បធម៌ខ្មែរមិនត្រឹមតែមានឫសគល់ជ្រៅជ្រះនិងក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានកម្លាំងទម្ងន់ឬ soft power ដ៏មានឥទ្ធិពលដែលអាចតេទៀងចិត្តផលិតករនិងតារាចម្រៀងបរទេសឲ្យយកមកច្នៃប្រឌិតជាស្នាដៃសិល្បៈកម្រិតកំពូលការដែលតារារៀបចំខ្លួនតាមរចនាបថខ្មែរច្រៀងភាសាខ្មែរនិងប្រើប្រាស់ឧបករណ៍តន្ត្រីខ្មែរគឺជាសាក្សីបង្ហាញថាវប្បធម៌ខ្មែរយើងមានសោភ័ណភាពនិងអត្តសញ្ញាណតែមួយគ្មានពីរនៅលើពិភពលោកពីគំរូនៃកិច្ចសហការប្រកបដោយវិជ្ជាជីវៈប្រៀបធៀបនឹងការលួចបន្លំវប្បធម៌ចំណុចនេះគឺជាមហាបទពិសោធន៍និងជាមេរៀនដ៏ធំមួយកន្លងមកយើងតែងតែឃើញប្រទេសជិតខាងមួយចំនួនព្យាយាមយកវប្បធម៌ខ្មែរទៅប្រើប្រាស់ដោយលុបឈ្មោះខ្មែរចោលហើយអះអាងថាជារបស់ខ្លួនដែលនេះគេហៅថាការលួចប្លន់វប្បធម៌ប៉ុន្តែករណីរបស់តារាចម្រៀងភូមិម៉ៃឈីនិងក្រុម DTAP គឺជាការកោតសរសើរនិងផ្ដល់តម្លៃដល់វប្បធម៌ពួកគេមិនត្រឹមតែយកទៅប្រើប្រាស់ប៉ុន្តែបានជួលនិងពិគ្រោះយោបល់ជាមួយអ្នកជំនាញខ្មែរក្រោមផ្ទាល់ព្រមទាំងបានសរសេរលិខិតផ្លូវការទទួលស្គាល់ប្រភពដើមខ្មែរក្រោមយ៉ាងច្បាស់ក្រឡែតនេះគឺជាវិជ្ជាជីវៈសិល្បៈដ៏ខ្ពង់ខ្ពស់ដែលពិភពលោកគួរតែយកគំរូតាម3ស្មារតីសាមគ្គីភាពនិងការរក្សាអត្តសញ្ញាណរបស់បងប្អូនខ្មែរក្រោមយើងត្រូវតែសម្ដែងនៅការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមភាគខាងត្បូងវៀតណាមទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយបងប្អូនខ្មែរក្រោមនៅតែបន្តថែរក្សាគាំពៀនិងរំលេចនៅប្រពៃណីភាសាសម្លៀកបំពាក់និងរបាំខ្មែរយ៉ាងរឹងមាំបំផុតភាពជោគជ័យនៃ MV នេះគឺជាផ្លែផ្កានៃការលះបង់និងការផ្ចិតផ្ចង់របស់បញ្ញវន្តនិងអ្នកជំនាញខ្មែរក្រោមដែលបានការពារមរតកដូនតាកុំឲ្យបាត់បង់និងបានបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់4មេរៀនសម្រាប់ការការពារនិងការផ្សព្វផ្សាយមរតកវប្បធម៌ជាតិការដែលក្រុម DTAP អាចចេញមុខការពារប្រភពដើមនៃវប្បធម៌ខ្មែរក្រោមភ្លាមពេលបរទេសចូលទៅច្រឡំគឺជាការរំលឹកស្មារតីដល់កូនខ្មែរគ្រប់រូបថាការកត់ត្រាការស្រាវជ្រាវនិងការរៀបចំឯកសារយោងឲ្យបានច្បាស់លាស់គឺជាអាវក្រោះដ៏រឹងមាំបំផុតក្នុងការការពារវប្បធម៌ជាតិនៅពេលដែលយើងមានភស្តុតាងមានអ្នកជំនាញនិងមានការចូលរួមផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈគ្មានជនណាម្នាក់អាចមកលួចឬបន្លំអត្តសញ្ញាណខ្មែរបានឡើយប្រិយមិត្តទស្សនិកជនភាពជោគជ័យនៃ MV ឋានស៊ូជាមួយមនុស្សជាទីស្រឡាញ់មិនត្រឹមតែជាមោទនភាពសម្រាប់តារាចម្រៀងនិងក្រុមផលិតករវៀតណាមប៉ុណ្ណោះទេប៉ុន្តែវាគឺជាសាក្សីប្រវត្តិសាស្ត្រមួយទៀតដែលបានឆ្លាក់ឈ្មោះវប្បធម៌ខ្មែរក្រោមនិងអរិយធម៌ខ្មែរនៅលើឆាកអន្តរជាតិយ៉ាងត្រចះត្រចង់តើប្រិយមិត្តយល់យ៉ាងណា
ណាដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនខ្មែរក្រោមនិងការបកស្រាយយ៉ាងច្បាស់ពីសំណាក់ក្រុមផលិតករវៀតណាមនាពេលនេះសូមបញ្ចេញមតិយោបល់និងការយល់ឃើញរបស់ប្រិយមិត្តនៅខាងក្រោមវីដេអូនេះទាំងអស់គ្នា